នៅថ្ងៃទី24ខែមិថុនាឆ្នាំ1932ប្រទេសសៀមបានចាប់ផ្ដើមពន្លករដ្ឋប្រហារមួយដែលមិនធ្លាប់មានតទៅសោះក្នុងប្រវត្តិសាស្ត្រជាតិដែលកើតឡើងដោយការមិនពេញចិត្តនឹងនយោបាយរបស់ស្ដេចហើយបានធ្វើឲ្យពួកអ្នកនយោបាយចម្រើននិយមនិងពួកទាហានសៀមចាប់បង្ខំព្រះមហាក្សត្រព្រះចៅប្រជាធិបតេយ្យឲ្យផ្លាស់ប្ដូររបបនយោបាយប្រទេសពីរបបរាជានិយមផ្ដាច់ការទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញចាប់តាំងពីពេលនោះមកនគរសៀមក៏បានផ្លាស់ប្ដូរទៅជានគរថៃឡង់ហើយរដ្ឋប្រហារនេះក៏បានក្លាយជាការត្រួតត្រៃផ្លូវឲ្យមានរដ្ឋប្រហារនិងការប៉ុនប៉ងរដ្ឋប្រហារមិនតិចជាង20ដងនោះឡើយនៅក្នុងប្រទេសនេះរហូតមកដល់នឹងបច្ចុប្បន្នការសិក្សាស្រាវជ្រាវបានរកឃើញថាកាលណាក្រាំងប្រវត្តិសាស្ត្ររបស់ប្រទេសមួយធ្លាប់បានសរសេរពីកំណត់ត្រានៃការធ្វើសកម្មភាពរដ្ឋប្រហារហើយនោះក្នុងការដ៏យូរឬឆាប់ណាមួយប្រទេសនោះនឹងមានភាពផុយស្រួយណាស់ក្នុងការកើតមានអំពើរដ្ឋប្រហារម្ដងទៀតហើយចំណុចនេះហើយដែលបណ្ដាលឲ្យរដ្ឋប្រហារសឹងតែជារឿងធម្មតាមួយនៅក្នុងសង្គមនយោបាយរបស់ប្រទេសថៃត្បិតតាំងតែពីបដិវត្តន៍សៀមទៅថៃឡង់មកអត្តចរិតនយោបាយថៃគឺបានជាប់គាំងដំណើរក្នុងវដ្តរឿងរង្វង់មួយដែលចាប់ផ្ដើមពីការចុះខ្សោយនៃរដ្ឋាភិបាលស្របច្បាប់ឬក៏កើតមានជាចលាចលពាសពេញប្រទេសបន្ទាប់មកកងទ័ពក៏ប្រកាសរដ្ឋប្រហារដើម្បីស្រែកស្រង់ស្ថានភាពហើយរដ្ឋធម្មនុញ្ញថ្មីក៏ត្រូវបានប្រកាសក្រោយមកទៀតក៏មានការបោះឆ្នោតស្របច្បាប់ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីហើយអ្នកជាប់ឆ្នោតនោះគឺជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងក៏បានធ្វើឲ្យពួកអ្នកអភិរក្សនិយមមើលឃើញពីការគំរាមកំហែងមកលើអំណាចខ្លួនព្រួយបង្កើតជារឿងរ៉ាវចលាចលថ្មីក្នុងប្រទេសដើម្បីគោលដៅឲ្យមានរដ្ឋប្រហារសាជាថ្មីម្ដងទៀតតាមកំណត់ត្រានាពេលកន្លងមកជាមធ្យម6ឆ្នាំព្រះរាជាណាចក្រថៃនឹងកើតមានរដ្ឋប្រហារម្ដងដូច្នេះក្នុងនាមជាប្រទេសជិតខាងដែលមានសេដ្ឋកិច្ចពឹងពាក់គ្នាច្រើនកលៈទេសៈនេះយើងត្រូវតែឃ្លាំមើលស្ថានភាពនៅប្រទេសថៃតើនឹងមានស្ថានភាពបែបណាត្បិតរដ្ឋប្រហារចុងក្រោយបង្អស់ដែលបានកើតឡើងគឺកើតតាំងតែពីឆ្នាំ2014រហូតមកដល់បច្ចុប្បន្នគឺមានរយៈពេល11ឆ្នាំហើយគួបផ្សំនឹងព្រឹត្តិការណ៍នយោបាយក្នុងប្រទេសថៃដែលគណៈរដ្ឋមន្ត្រីកំពុងតែមានភាពរង្គោះរង្គើរីឯវិបត្តិសេដ្ឋកិច្ចក៏បានកំពុងតែរួបរឹតប្រទេសនេះឲ្យដើរអូសជើងមិនធ្លាប់មានតទៅសោះក្នុងប្រវត្តិសាស្ត្រតើរដ្ឋប្រហារយោធាលើកទី14អាចនឹងកើតមានដែរឬទេក្នុងវីដេអូភាគទី30នេះខ្ញុំនឹងសាកល្បងបកស្រាយនិងវិភាគពីវិបត្តិដែលកំពុងតែកើតឡើងជាច្រើនក្នុងប្រទេសថៃដែលកំពុងក្លាយជាភ្លើងអុចឲ្យប្រទេសជិតខាងយើងមួយនេះប្រកាសជានឹងជួបបញ្ហារដ្ឋប្រហារសាជាថ្មីក្នុងពេលអនាគតបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះគឺមានទំហំធំជាងបញ្ហាកាលពីជំនាន់វិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីឆ្នាំ1997ដែលខ្លួនបានបង្កហេតុទៅទៀតត្បិតកាលនោះវិបត្តិនេះបានកើតឡើងខ្លាំងតែត្រឹមតំបន់អាស៊ីប៉ុណ្ណោះនិងយ៉ាងហោចណាស់ចំនួននោះមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IMF របស់សហរដ្ឋអាមេរិកបានជួយស្រោចស្រង់ស្ថានភាពមិនឲ្យដុនដាបខ្លាំងរីឯពេលនេះវិញកលៈទេសៈគឺផ្ទុយគ្នាស្រឡះត្បិតវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើងសឹងតែពាសពេញសកលលោកព្រមគ្នានឹងគោលនយោបាយអាមេរិកជាចម្បងឬក៏ America First របស់រដ្ឋាភិបាលលោកប្រធានាធិបតីត្រាំក៏បានធ្វើឲ្យសេដ្ឋកិច្ចថៃដែលពឹងពាក់ខ្លាំងលើវិស័យដឹកជញ្ជូននិងទេសចរបានធ្លាក់ចុះខ្លាំងមិនធ្លាប់ជួបទាល់តែសោះក្នុងប្រវត្តិសាស្ត្រខ្លួនស្របពេលដែលគ្រោះធម្មជាតិកំពុងតែយាយីប្រទេសនេះយ៉ាងខ្លាំងក្លាដូចជាមហន្តរាយគ្រោះរញ្ជួយដីនិងគ្រោះទឹកជំនន់ជាដើម I'm saying it's bad now. It's bad. អតីតនាយករដ្ឋមន្ត្រីថៃលោកស្រេដ្ឋា ថាវិធានធ្លាប់បានអះអាងថាសេដ្ឋកិច្ចជាតិថៃពិតជាស្ថិតក្នុងវិបត្តិពិតប្រាកដមែនត្បិតផលិតផលក្នុងស្រុកសរុបឬក៏ GDP របស់ប្រទេសក្បែររបងកម្ពុជាយើងមួយនេះដែលធ្លាប់តែមានកំណើនជាមធ្យមប្រមាណ 3% ក្នុងមួយឆ្នាំគឺបានធ្លាក់ចុះមកត្រឹមតែ1ឬ 2% ប៉ុណ្ណោះចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 មកទល់នឹងសប្តាហ៍ថ្ងៃនេះដែលកំណើននេះគឺវាមានល្បឿនយឺតខ្លាំងនៅឡើយបើប្រៀបធៀបនឹងប្រទេសសេដ្ឋកិច្ចធំទាំង4ប្រទេសទៀតនៃប្លុកអាស៊ានដែលមានដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរីនិងម៉ាឡេស៊ីថៃដែលមានចរន្តសេដ្ឋកិច្ចព្រមទាំងមានកម្លាំងទិញដ៏ខ្លាំងក្លាកើតចេញមកពីក្រុមមនុស្សវណ្ណៈកណ្ដាលដែលកំពុងតែញោមញីយ៉ាងខ្លាំងដោយវិបត្តិបំណុលនិងបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញដូច្នេះដើម្បីស្រែកសងសេដ្ឋកិច្ចប្រទេសឲ្យដំណើរការល្អឡើងវិញរដ្ឋាភិបាលលោកក៏សម្រេចដាក់ចេញនូវផែនការសេដ្ឋកិច្ចមួយដែលមានឈ្មោះថាព្យុះកំបុតត្បូងសេដ្ឋកិច្ចដែលជាផែនការចាក់ប្រាក់ប្រមាណ$21,000 លានចូលសេដ្ឋកិច្ចតាមរយៈយុទ្ធសាស្ត្រនៃការចាយប្រាក់ដល់ប្រជាជនប្រមាណ50លាននាក់ដោយម្នាក់ទទួលបាន$10,000ដែលប្រហាក់ប្រហែលគ្នានឹង$300សហរដ្ឋអាមេរិកហើយរដ្ឋាភិបាលថៃពិតជារំពឹងណាស់ថាផែនការនេះនឹងជំរុញសេដ្ឋកិច្ចកាត់បន្ថយថ្លៃដើមនៃការរស់នៅនិងជាការត្រួតត្រៃផ្លូវនៃមូលដ្ឋានគ្រឹះ
សម្រាប់សេដ្ឋកិច្ច Digital ក្នុងសង្គមថៃប្រាក់កបងថងកដាច់ខុសស្រឡះពីការព្យាករណ៍គម្រោងការនេះបានប្រែទៅជារឿងដ៏អាសាបង់និងខាតបង់ថវិកាជាតិដ៏ធំធេងត្បិតផែនការដែលធ្លាប់ផ្ដល់ក្តីសង្ឃឹមរដ្ឋាភិបាលថាជំរុញកំណើន GDP ឲ្យកើនស្ទុះដល់ទៅជិត 3% ឯណោះក្នុងមួយឆ្នាំតែជាក់ស្ដែងទៅវិញវាអាចរុញ GDP ប្រទេសនេះបានត្រឹមតែ 0.35% ប៉ុណ្ណោះដែលគិតត្រឹមត្រីមាសទី1នៃឆ្នាំ2025នេះស្ថាប័នធនាគារពិភពលោកឬក៏ World Bank បានទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសថៃមកត្រឹមតែ 1.6% ប៉ុណ្ណោះពលគឺទាបជាងក្តីរំពឹងចិត្តពាក់កណ្ដាលបញ្ហានេះក៏បានក្លាយជាចំណាក់ខ្មាំងដ៏មានប្រសិទ្ធភាពមួយសម្រាប់ក្រុមបកប្រឆាំងក៏ដូចជាក្រុមបកដទៃទៀតដែលកំពុងនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយលោកស្រីផែថងថានស៊ីនវ៉ាតសប្តាហ៍ថ្ងៃនេះដែលព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងក្លារហូតកើតជាការរង្គោះរង្គើក្រុមគណៈរដ្ឋមន្ត្រីដ៏ធំមួយស្ថានភាពបែបនេះតើប្រទេសថៃអាចនឹងមានរដ្ឋប្រហារឬការរំលាយសភាសាជាថ្មីដែរឬទេតាមការសង្កេតកន្លងមកក្នុងសង្គមទំនើបនេះការប៉ុនប៉នធ្វើរដ្ឋប្រហារគឺកម្រិតការឡើងណាស់ជាពិសេសនៅក្នុងប្រទេសដែលមានរបបផ្ដាច់ការទាំងស្រុងឬប្រទេសប្រជាធិបតេយ្យពេញលេញប៉ុន្តែសម្រាប់ប្រទេសដែលមានប្រព័ន្ធទាំងពីររួមបញ្ចូលគ្នាដូចជាប្រទេសថៃនេះស្ថានភាពរដ្ឋប្រហារវាហាក់ផុយស្រួយនឹងកើតឡើងណាស់សម្រាប់ប្រទេសថៃតាំងតែពីឆ្នាំ1932មកវប្បធម៌រដ្ឋប្រហារគឺតែងតែជាឧបករណ៍ដែលគេប្រើប្រាស់សម្រាប់ឲ្យក្រុមយោធាឡើងមកកាន់កាប់អំណាចនិងកើតឡើងជាញឹកញាប់ក្នុងកលៈទេសៈណាដែលប្រទេសនេះជួបប្រទះនឹងវិបត្តិនយោបាយវិបត្តិសេដ្ឋកិច្ចក៏ដូចជាបញ្ហាបូរណភាពទឹកដីជាដើមរដ្ឋប្រហារភាគច្រើនកើតមានដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំពាររបបរាជានិយមឬគេហៅម្យ៉ាងទៀតថាក្រុមអភិរក្សនិយមដែលមានសមាជិកភាគច្រើនជាពួកអិសរាជជនមន្ត្រីរាជការដែលមានតំណែងកម្ពូលអាចជាមេដឹកនាំយោធានិងអ្នកគាំទ្រភាគច្រើនជាមនុស្សដែលរស់នៅទីក្រុងជាមួយនឹងក្រុមអ្នកកំណែទម្រង់ដែលនិយមលទ្ធិប្រជាធិបតេយ្យឬគេហៅថាជាក្រុមប្រជានិយមដែលភាគច្រើនអ្នកគាំទ្រជាមនុស្សដែលមានជីវភាពមធ្យមឬក្រីក្រមកពីទីជនបទឆ្ងាយនៅរៀងរាល់ការបោះឆ្នោតម្ដងក្រុមប្រជានិយមតែងតែបានយកឈ្នះហើយគោលនយោបាយដែលរដ្ឋាភិបាលប្រសូតចេញពីការបោះឆ្នោតនេះដាក់ប្រតិបត្តិជាញឹកញាប់តែងតែទទួលបានការសាទរនិងការពេញចិត្តយ៉ាងខ្លាំងណាស់ពីប្រជាពលរដ្ឋប្រជាប្រិយភាពនោះហើយដែលបណ្ដាលឲ្យក្រុមអភិរក្សនិយមយល់ថានឹងប៉ះពាល់រលុបបាត់ប្រជាប្រិយភាពរបស់របបរាជានិយមដែលបានចាក់គល់ក្នុងប្រទេសនេះអស់រាប់ពាន់ឆ្នាំកន្លងមកហើយនោះហើយក៏បង្កើតជាចលាចលក្នុងប្រទេសដែលរាល់បញ្ហាភាគច្រើនគឺតែងតែផ្សារភ្ជាប់ជាមួយនឹងបញ្ហាបូរណភាពទឹកដីជាមួយកម្ពុជារួចក៏ដាក់សម្ពាធដល់រដ្ឋាភិបាលដោះស្រាយនិងទីបំផុតទៅរដ្ឋប្រហារនឹងកើតឡើងប្រសិនបើជារដ្ឋាភិបាលប្រជានិយមនោះរកដំណោះស្រាយមិនចេញទេនោះហើយបើសួរថាតើក្នុងស្ថានភាពបច្ចុប្បន្នដែលថៃកំពុងច្របូកច្របល់ទាំងផ្នែកសេដ្ឋកិច្ចបញ្ហានយោបាយនិងការឆ្កឹះបង្កើតបញ្ហាពីក្រមប្រឆាំងលើបូរណភាពទឹកដីជាមួយកម្ពុជាដូចជាបញ្ហាកោះកុដនិងចង់ទាមទារទឹកដីខេត្តកោះកុងរបស់យើងជាដើមនោះគេប្រកាសជាមិនអាចបដិសេធបានឡើយលើលទ្ធភាពនៃការកែមានរដ្ឋប្រហារយោធាសាជាថ្មីក្នុងប្រទេសជាណាចក្រថៃនេះម្យ៉ាងទៀតអ្នកត្រូវដឹងថាលោកស្រីផែថងថានស៊ីនវ៉ាតគឺជាមនុស្សទី3ហើយដែលមកពីត្រកូលលោកថាក់ស៊ីនស៊ីនវ៉ាតហើយបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសដែលជាប់អេតតកកម្មខាងរដ្ឋប្រហារមួយនេះហើយចូលកុំភ្លេចថាមនុស្សមកពីត្រកូលស៊ីនវ៉ាតចំនួនមុនទាំងអស់សុទ្ធតែត្រូវឃ្លាតចេញពីតំណែងតាមរយៈរដ្ឋប្រហារយោធាត្បិតឪពុករបស់លោកស្រីគឺលោកថាក់ស៊ីនស៊ីនវ៉ាតត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារនៅឆ្នាំ2006ក្រោមហេតុផលនៃអំពើពុករលួយនិងមានទំនាស់ជាមួយនឹងស្ថាប័នព្រះមហាក្សត្រនិងម្ដាយមីងរបស់លោកស្រីគឺលោកស្រីយីងឡាក់ស៊ីនវ៉ាតត្រូវបានពួកយោធាធ្វើរដ្ឋប្រហារនៅឆ្នាំ2014ក្រោមហេតុផលនៃការរក្សាសណ្ដាប់ធ្នាប់ក្នុងប្រទេសត្បិតការនាំមានផ្ទុះមហាបាតុកម្មទាមទារលោកស្រីឲ្យចោះចេញពីតំណែងសរុបមកតាមសូចនាករប្រវត្តិសាស្ត្រនិងវិបត្តិជាក់ស្ដែងដែលកំពុងតែកើតឡើងក្នុងប្រទេសថៃនៅពេលនេះគឺបានចង្អុលថាក្នុងរយៈពេលដ៏ខ្លីឬមធ្យមណាមួយនាពេលអនាគតព្រះរាជាណាចក្រដែលសម្បូរដោយរដ្ឋប្រហារមួយនេះនឹងមានការផ្លាស់ប្ដូរមួយប្រកបនឹងកើតឡើងដែលវាអាចជារដ្ឋប្រហារយោធាឬនឹងមានការបណ្ដេញលោកស្រីនាយករដ្ឋមន្ត្រីបច្ចុប្បន្នឲ្យចេញពីតំណែងតាមរយៈការបោះឆ្នោតក្នុងសភានិងយ៉ាងហោចណាស់គណៈរដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ននេះប្រកាសជានឹងធ្វើការរុះរើសាជាថ្មីដោយជៀសមិនផុត